នៅថ្ងៃភ្ជាប់ពាក្យរបស់នាងគូដណ្ដឹងរបស់នាងបានរំលងនាងទាំងស្រុងហើយបានសុំនារីអ្នកមានម្នាក់ទៀតរៀបការជាសាធារណៈជំនួសវិញបន្ទាប់មកគាត់បានបង្ហាញទំនាក់ទំនងរបស់ពួកគេយ៉ាងចំហចំពោះមុខប្រព័ន្ធផ្សព្វផ្សាយដោយលាបពណ៌នាងថាជាស្ត្រីចំណាស់ដែលគ្មានមេត្តានិងមានល្បិចកលនៅថ្ងៃបន្ទាប់តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះយ៉ាងខ្លាំងប៉ុន្តែបុរសកំហួចនោះនៅតែបង្ហាញមុខយ៉ាងក្លាហានដើម្បីបញ្ចប់អាពាហ៍ពិពាហ៍អាជីវកម្មរបស់ពួកគេជាឯកតោភាគីដោយអះអាងថានារីថ្មីនោះមានផ្ទៃពោះកូនរបស់គាត់រួចទៅហើយដោយមិនខ្វល់ពីអារម្មណ៍របស់នាងគាត់បានចាក់ចេញយ៉ាងក្រអឺតក្រទុំជាមួយនារីថ្មីនៅក្បែរគាត់ឃើញបែបនេះនាងក៏បានកោះប្រជុំភ្លាមនិងបញ្ជាឲ្យបញ្ចប់រាល់កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនរបស់បុរសកំហួចនោះដោយដំណើរការលក្ខខណ្ឌពិន័យកម្រិតខ្ពស់បំផុតនាងមានបំណងធ្វើឲ្យគាត់ខ្សែធនភ្លាមហើយត្រឡប់ទៅជាគ្មានអ្វីសោះវាបានប្រែក្លាយថានៅពេលអតីតកាលបុរសកំហួចនោះធ្លាប់ក្រីក្រខ្លាំងណាស់សូម្បីតែស្ថាប័នផ្ទាល់ខ្លួនរបស់គាត់ក៏មិនអាចសង្គ្រោះបានដែរកាលនោះនាងបានចំណាយប្រាក់យ៉ាងច្រើនដើម្បីទិញស្ថាប័នរបស់គាត់បន្ទាប់មកប្រគល់វាទៅឲ្យគាត់វិញទាំងស្រុងលក្ខខណ្ឌតែមួយគត់របស់នាងគឺគាត់ត្រូវរៀបការអាជីវកម្មជាមួយនាងបន្ទាប់ពីឈានដល់កិច្ចព្រមព្រៀងនាងបានប្រើប្រាស់ទំនាក់ទំនងនិងធនធានរបស់នាងដើម្បីជួយក្រុមហ៊ុនរបស់គាត់ដោយអំដំណើរអតិថិជនផឹកជារៀងរាល់ថ្ងៃរហូតដល់នាងស្ទើរតែក្អួតឈាមពួកគេធ្លាប់ចែករំលែកពេលវេលាដ៏កក់ក្ដៅជាមួយគ្នានៅពេលដែលបុរសកំហួចនោះទទួលបានជំហររឹងមាំគាត់បានរុញនាងចេញយ៉ាងត្រជាក់ចិត្តហើយងាកទៅរកនារីថ្មីដែលក្មេងជាងនិងស្អាតជាងគាត់មានអារម្មណ៍ថានារីថ្មីនោះសាមញ្ញបរិសុទ្ធនិងក៏សរសើរគាត់មិនដូចនាងដែលពូកែគិតនិងតែងតែដើរមុនគាត់មួយជំហាននោះទេគាត់ថែមទាំងបានដេកជាមួយនារីថ្មីនោះក្នុងអំឡុងពេលពិធីជប់លៀងភ្ជាប់ពាក្យទៀតផងនាងនៅតែស្ងប់ស្ងាត់នាងបានផ្ដល់ជម្រើសពីរដល់គាត់បន្តការភ្ជាប់ពាក្យឬមើលក្រុមហ៊ុនរបស់គាត់ខ្សែធនប៉ុន្តែបុរសកំហួចនោះជឿយ៉ាងក្រអឺតក្រទុំថាគាត់ទទួលបានអ្វីគ្រប់យ៉ាងហើយលែងត្រូវការជំនួយពីនាងទៀតហើយគាត់មិនត្រឹមតែសុំនារីថ្មីរៀបការជាសាធារណៈប៉ុណ្ណោះទេគាត់ថែមទាំងបានធ្វើសន្និសីទកាសែតនៅថ្ងៃបន្ទាប់ទៀតផងនៅក្នុងសន្និសីទនោះគាត់បានចោទប្រកាន់នាងថាជាមនុស្សដែលចូលចិត្តគ្រប់គ្រងដែលត្រួតត្រារាល់ព័ត៌មានលម្អិតនៃជីវិតនិងការងាររបស់គាត់គាត់បានបង្ហាញខ្លួនគាត់និងនារីថ្មីថាជាគូស្នេហ៍ដ៏កំសត់ដែលត្រូវបានគេបង្ខំឲ្យបែកគ្នាដោយព្យាយាមបិទបាំងភាពរមើលគុណរបស់គាត់ដោយការលាបពណ៌នាងតើនាងអាចអនុញ្ញាតឲ្យគាត់ទទួលបានជោគជ័យយ៉ាងដូចម្តេចនាងប្រញាប់ប្រញ័រទៅសន្និសីទកាសែតនោះភ្លាមតើអ្នកកំពុងព្យាយាមធ្វើអ្វីឲ្យប្រាកដអ្នកនិងស្រីកំណានរបស់អ្នកបានរៀបចំឈុតឆាកនេះដោយចេតនាបង្កើតមតិសាធារណៈដើម្បីដាក់ស្លាកខ្ញុំថាជាមនុស្សចូលចិត្តគ្រប់គ្រងហើយថែមទាំងប្រកាសថាអ្នកកំពុងកាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមហ៊ុន Su Group ដើម្បីចាប់ផ្ដើមក្រុមហ៊ុនផ្ទាល់ខ្លួនរបស់អ្នកបន្ទាប់មកនាងបានប្រកាសជាសាធារណៈថានាងកំពុងបង្កក់សិទ្ធិគ្រប់គ្រងទ្រព្យសម្បត្តិខាងក្រៅទាំងអស់របស់ក្រុមហ៊ុនបុរសកំហួចនោះភ្លាមនៅពេលដែលនាងនិយាយចប់ជំនួយការរបស់គាត់បានប្រាប់គាត់ថាទ្រព្យសម្បត្តិក្រុមហ៊ុនទាំងអស់ត្រូវបានបង្កក់រួចហើយអ្នកផ្គត់ផ្គង់មិនអាចទទួលបានការទូទាត់និងគ្រោងនឹងប្តឹងរួមគ្នាបុរសកំហួចនោះខឹងយ៉ាងខ្លាំងហើយចោទប្រកាន់នាងថាគ្មានសិទ្ធិអំណាចបែបនេះទេដោយស្ងប់ស្ងាត់នាងបានបង្ហាញកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយបញ្ជាក់យ៉ាងច្បាស់ថាក្នុងនាមជាម្ចាស់ភាគហ៊ុនធំបំផុតរបស់ក្រុមហ៊ុននាងមានសិទ្ធិបង្កក់សិទ្ធិគ្រប់គ្រងទ្រព្យសម្បត្តិទាំងអស់វាគឺជាកិច្ចព្រមព្រៀងដែលគាត់បានចុះហត្ថលេខាដោយផ្ទាល់នៅពេលដែលនាងបានជួយសង្គ្រោះក្រុមហ៊ុនរបស់គាត់និយាយមិនចេញដោយចោទប្រកាន់នាងទាំងខឹងថានាងបានការពារខ្លួនពីគាត់តាំងពីដើមដំបូងមកម្លេះនាងបានឆ្លើយតបថាការបង្កក់នេះអនុវត្តតែក្នុងករណីរំលោភកិច្ចសន្យាប៉ុណ្ណោះហើយទាមទារភស្តុតាងដែលថាគាត់មិនបានបំពានកិច្ចព្រមព្រៀងនោះទេនារីថ្មីនោះបានលោតចូលដោយទូចថាប្រសិនបើគ្មានភស្តុតាងទេនាងគ្រាន់តែធ្វើសកម្មភាពដោយសារតែការស្អប់ខ្ពើមហើយទាមទារឲ្យនាងលុតជង្គង់សុំទោសបុរសកំហួចនោះក៏បានធ្វើជាជនរងគ្រោះដោយអង្វរនាងឲ្យឈប់ប្រឌិតការពិតដើម្បីគ្រប់គ្រងគាត់ម្ដងទៀតហ្វូងមនុស្សចាប់ផ្ដើមរិះគន់នាងដោយហៅនាងថាជាមនុស្សគួរឲ្យស្អប់ខ្ពើមដែលបង្ខំបុរសល្អម្នាក់តាមរបៀបនេះនាងបានឆ្លើយតបយ៉ាងត្រជាក់ចិត្តថាប្រសិនបើខ្ញុំមិនបានរៀបចំខ្លួនទេហេតុអ្វីខ្ញុំត្រូវបង្ហាញខ្លួនយកកំណត់ត្រាប្រតិបត្តិការមិនប្រក្រតីនិងរបាយការណ៍ហិរញ្ញវត្ថុពីប៉ុន្មានឆ្នាំចុងក្រោយនេះមករបាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញរាល់ទំព័រសុទ្ធតែបង្ហាញពីការខាតបង់មនុស្សម្នាភ្ញាក់ផ្អើលតើទាំងនេះមិនមែនជាការខាតបង់ទេតើកញ្ញាវ៉ែនទើបតែនិយាយថាក្រុមហ៊ុនកំពុងរីកចម្រើនក្រោមការដឹកនាំរបស់ប្រធានកេតេនាងបានណែនាំប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដែលបានស្ពឹកលើភាពស្មោះត្រង់របស់គាត់ថាទិន្នន័យទាំងអស់គឺពិតប្រាកដនិងត្រូវបានធ្វើសវនកម្មរួមគ្នាដោយនាយកដ្ឋានហិរញ្ញវត្ថុនៃក្រុមហ៊ុនទាំងពីរគាត់បានបង្ហាញថាប្រសិនបើនាងមិនបានមកដល់ទាន់ពេលទេមិនត្រឹមតែក្រុមហ៊ុនរបស់គេនឹងត្រូវរលាយនោះទេសូម្បីតែក្រុមហ៊ុន Su Group ក៏នឹងត្រូវរលាយដែរគាត់ក៏បានចោទប្រកាន់គេថាមានបំណងរុញបុគ្គលិកហិរញ្ញវត្ថុចេញធ្វើជាអ្នកទទួលកំហុសមាននរណាម្នាក់នៅក្នុងទ